Xuân Rệp Súaអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំមានវីដេអូមួយដែលចង់ចែករំលែកទាក់ទងជាមួយនឹងវិធីគុណ matrix អញ្ចឹងដោយសារតែវិធីគុណ matrix ហ្នឹងវាមាន4របៀបហើយខ្ញុំឃើញថាភាគច្រើនយើងចេះតែរបៀបទី1អញ្ចឹងដើម្បីឲ្យវាមានភាពងាយស្រួលនៅក្នុងការរៀនមេរៀនបន្តទៀតអញ្ចឹងខ្ញុំក៏សម្រាប់ចិត្តធ្វើវីដេអូនេះឡើងដើម្បីជាចំណែកជួយឲ្យគ្នាយើងអ្នកទាំងអស់គ្នាអាចរៀនពីវាបន្ថែមអូខេមើលវីដេអូហ្នឹងច្រើនដងទៅហើយអនុវត្តខ្លួនឯងទៅខ្ញុំគិតថាអាចនឹងយល់ហើយប៉ុន្តែអូខេឥឡូវយើងចូលមកដល់វិធីគុណ matrix ប៉ុន្តែមុននឹងចូលដល់វិធីគុណ matrix គឺយើង start with អីដែលវាងាយសិនគឺយើងយក matrix ទៅគុណជាមួយនឹង vector សិនពេលដែលខ្ញុំនិយាយថាយក matrix ទៅគុណជាមួយនឹង vector យើងដឹងហើយថា vector តាមពិតទៅពេលដែលយើងនិយាយថា matrix គុណជាមួយ vector យើងវាប្រៀបដូចជាយើងយក matrix ទៅគុណជាមួយ matrix ទៅទេប៉ុន្តែគ្រាន់តែ vector ដោយសារតែ vector គឺជា matrix ហ្នឹងហើយប៉ុន្តែ matrix មិនមែនជា vector ទេសូមបញ្ជាក់កន្លែងហ្នឹងណាអញ្ចឹងប៉ុន្តែគ្រាន់តែថាអានេះនៅពេលដែលយើងខ្ញុំចង់សម្ដៅលើកន្លែងនេះថងថានៅពេលដែលយើងនិយាយពី vector វាមានតែone column ច្រើន row ឬក៏ច្រើន row តែ one columns អញ្ចឹងហើយវាងាយស្រួលក្នុងការគុណជាមួយនឹង matrix យើងអត់ខ្វល់ថា size matrix យើងវាប្រមាណគុណនឹងប្រមាណទេសំខាន់គឺយើងយកទៅគុណជាមួយនឹង vector មួយដែលវាងាយស្រួលសិនហើយចាំយើងទៅរៀនអំពីពេលដែលយើងត្រូវគុណ matrix តើយើងគុណរបៀបម៉េចអញ្ចឹងឧទាហរណ៍ថាខ្ញុំមាន matrix 2 ខ្វែង 2 ចុះ2 ខ្វែង 2ខ្ញុំមាន matrix A 1 2 1 3 4អញ្ចឹងទៅហើយខ្ញុំយកទៅគុណជាមួយនឹង vector អញ្ចឹងនៅក្នុងករណីនេះ vector គឺយើងអាចគុណបានលុះត្រាតែវាមានចាប់ពី2 row ទៅហ្នឹងហើយនៅក្នុងករណីនេះខ្ញុំអាចគុណជាមួយនឹងពេលដែលខ្ញុំសេ vector ដេកចេះតម្រងបែបនេះឧទាហរណ៍ថា2 1ខ្ញុំអាចគុណបានទេដោយសារតែ row របស់ matrix គឺឧបមាថាយើងមាន m គុណជាមួយនឹង n អញ្ចឹងនៅពេលដែលយើងចង់គុណអីមួយយើងចង់គុណ matrix ផ្សេងទៀតលុះត្រាតែនេះ n ដូចគ្នាហើយគុណនឹង p អញ្ចឹងទៅអញ្ចឹងយើងសង្កេតឃើញថា m ហើយនឹង n នេះយើងត្រូវចាំថា m គឺ row ជួរដេកជួរដេកហើយ n នេះគឺជួរឈរ columns អញ្ចឹងជួរឈរនៃ matrix ទី1ត្រូវតែស្មើនឹងជួរដេកនៃ matrix ទី2យើងសង្កេតឃើញថានេះវាមាន2 column វាមានតែ1 row អញ្ចឹងវាធ្វើឲ្យយើងអាចគុណបានអញ្ចឹងដើម្បីគុណ matrix នេះកើតលុះត្រាតែខ្ញុំសេទៅជួរទៅសេvector យើងទៅជាជួរឈរចឹងវិញដើម្បីឲ្យវាបាន row ចំនួន row ស្មើគ្នាហើយ column ប្រហែលទៅយើងចង់គុណថែមមួយទៀតដាក់កន្លែងនេះថែមមួយទៀតក៏បានដែរតែខ្ញុំដាក់អីដែលងាយស្រួលសិនអញ្ចឹងយើងត្រូវចាំថានៅពេលដែលយើងយក matrix ទៅគុណជាមួយនឹង vector មួយយើងត្រូវចាំថាវាប្រៀបដូចជាការដែលយើងផ្សំ column របស់ matrix នឹងទៅតាម component របស់ vector បានន័យថាយើងផ្សំវាឲ្យក្លាយទៅជា vector ថ្មីអញ្ចឹងណាអញ្ចឹងយើងដឹងថា combination of vector គឺយើងអាចយកទៅវាទៅ scalar ហើយនឹងយើងអាចយកវាទៅបូកអញ្ចឹងអានេះវាប្រៀបដូចជាយើងផ្សំ columns ពាក្យថាផ្សំ column មានន័យថាផ្សំ column នេះ column របស់ vector មួយហ្នឹងដោយ scalar វាដល់ scalar ហើយយើងបូកវាជាមួយនឹង component របស់ vector នេះអញ្ចឹងយើងសង្កេតឃើញថានេះ column ទី1ដល់ពេលនេះ column ទី2អញ្ចឹងយើងនឹងវិធីគុណ matrix វិធីគុណនេះគឺវានឹងក្លាយទៅជាយក column ទី1ហើយ column ទី1ជាមួយនឹង column ទី2យកមកបូកគ្នាហ្នឹងហើយយកមកបូកគ្នាប៉ុន្តែវាបដូររូបរាងថ្មីដោយយើង scalar វាអាស្រ័យទៅលើ vector អញ្ចឹងន័យថាអញ្ចឹងអានេះគឺយើង scalar វាដល់2ដល់ពេលនេះយើង scalar វាដល់1អញ្ចឹងទៅហើយបន្តមកពេលដែលយើងចេះហើយយើងអាចនឹងចេះហើយដោយសារតែយើងបានរៀនពី combinations របស់ vector ហើយគឺពេលដែលយើងធ្វើអញ្ចឹងគឺយើងត្រូវគុណវាមុនហើយបានយើងបូកហើយតាម component វាតាម xy តាម y អញ្ចឹងទៅអញ្ចឹង2ទៅគុណជាមួយនឹង2វា4អញ្ចឹងហើយយើងពេល4ដល់ពេល1ទៅគុណជាមួយនឹង3នេះវា3អញ្ចឹង3 + 4វា7ហើយដល់ពេល2យកគុណជាមួយនឹង1នេះវា2ហើយ1គុណជាមួយនឹង4វា4អញ្ចឹង4 + 2វា6អញ្ចឹងវាក្លាយទៅជា vector ថ្មីគឺ7 6អញ្ចឹងនេះគឺវិធីទី1វិធីទី1គឺយើងចាត់ទុកថាវិធីគុណ matrix ជាមួយនឹង vector នេះគឺយើងយក column របស់ matrix មកផ្សំចូលគ្នាប៉ុន្តែយើងដាក់រូបមន្តថ្មីលាយគ្រឿងវាសាថ្មីដោយប្រើ vector ចូលមកដល់វិធីទី2គឺ dot product ផលគុណ scalar ផលគុណ scalar បានន័យថាផលគុណទៅក្លាយទៅជា scalar អាហ្នឹងចំពោះ vector និង vector អូខេអញ្ចឹង
man hà lỡ nhóm miên anh năng trái chắc pi muối bấy bún con chùm mùi nằm pi muối trái chẳng những đang hay theo con scale rồi còn đó product nắng ở đó ra dân miên beta pi muối dân do biết từ scale bay pi giống chẳng dân mình do ít con chùm mùi ít hơi vái con chùm mùi vái hết bột cho khỉ này chẳng chùm nói với khơi của muối bột pi bây bảy chẳng chùm nói với khơi vậy chẳng anh ấy bà sập nhóm nhóm cần trong đôi kia nhóm chat tóc tha anh ấy chia tu ít anh ấy chỉ tu bài này đầu pe là anh ấy chỉ tu ít anh ấy chỉ tu bài anh ấy chỉ tu ít anh ấy chỉ tu bài này đầu pe dân do máu cứ ít thời con chùm mùi nặng ít này chẳng biết quý thời con chùm mùi nặng quý ok quý thời con chùm mùi nặng quý háo muối ní thời con chùm mùi nặng bảy muối nó thời con chùm mùi nặng bảy đầu pe anh ấy quý thời con chùm mùi nặng pi này đó pi thời con chùm mùi nặng mùi anh ấy muối này đầu pe ní ở vái con chùm mùi vài con anh ấy biết vái con chùm mùi vài ok háo tao nói dân bột nha mà ok dân bột nha tới chẳng anh ấy biết buôn bột bái viêm pal bị khai từ trên pal rồi ní pi bột buôn tới biết mùi chẳng biết đôi kia chẳng nó cứ bây giờ ra đòi product cứ nhưng cho chất cận chẳng cái giữa anh viên thiệp sáng đài xua trên nó có thay bàn này ok ở dương cho từ đó chúng ta tí cứ matrix con mình matrix chẳng matrix con mình matrix ní cứ vitamin ru vía muối cứ để khi mà bạn trẻ tăng tỷ kháng đào chẳng thay matrix bí con cho cái bán ra tay việc của tam nhạc khăn này chẳng cứ column này matrix tí muối thử cún thử smash mình đang rố matrix tí chẳng nhân thử tam thằng ní rố hay column cứ dân chạy rố column này thì tỏ lớn dân xe pi ok thấy được xe tay vitamin bô được bịp này vitamin bô được bịp trắng khi em đang dùng pi được bịp muối hay chia quấy để nhung cái thang virus nạp nhóm này nó trick trick tại virus nạp nhóm mình chia như vậy bạn đại học nên mình bị thi xính có tam năng từ thì tỏ lớn dân cho mà đo là vị thi muối rồi họ lấy cho mình matrix sần họ thay cho mình matrix 4 gram pi muối nóiខ្ញុំពីខ្វែងពីគ្នាចុះគុណជាមួយនឹង matrix 3 2 1 4នេះចឹងទៅ matrix A ហើយនិង matrix B អូខេអញ្ចឹងបើ A ខ្វែង B matrix A គុណជាមួយ matrix B តើវានឹងធ្វើម៉េចអញ្ចឹងវិធីទី1គឺជា printing method អញ្ចឹងអាហ្នឹងគឺវាជាវិធីងាយស្រួលជាងគេហើយងាយយល់ជាងគេយើងត្រូវដឹងថារបៀបហៅតួនៅក្នុង matrix នៅក្នុង matrix មួយគឺយើងហៅ row ហើយនិង column ហ្នឹងហើយអញ្ចឹងឧបមាថាឥឡូវខ្ញុំចង់ហៅលេខ4នេះនៅក្នុង matrix A អញ្ចឹងរបៀបហៅវាគឺ A ដោយសារហ្នឹងវានៅក្នុងជួរទី1នេះ row នៅក្នុងជួរទី1អញ្ចឹង A1 ហើយវានៅក្នុង column ទី1នេះ column ទី1អញ្ចឹងគឺ A11 មិនមែន A11 ទេគឺ A11 អូមែនខ្ញុំចង់ហៅលេខ5អញ្ចឹងដោយសារតែវានៅក្នុង column ទី row ទី2ប៉ុន្តែវានៅក្នុង column ទី1អញ្ចឹង A12 A21អញ្ចឹងអូខេអញ្ចឹងយើងត្រូវដឹងថា size ដែលចេញមកឧទាហរណ៍ថាយើងមាន m គុណនឹង n ជាមួយនឹង n គុណនឹង p matrix size បែបនេះអញ្ចឹងពេលដែលយើងខ្វែគុណវាគឺចំណោយចេញមក size របស់ matrix អញ្ចឹងគឺ m គុណជាមួយនឹង p ហ្នឹងហើយហ្នឹងគឺជា size របស់ matrix យើងពេលដែលយើងយក2 matrix គុណចូលគ្នាអញ្ចឹងដោយសារតែនេះ2ខ្វែង2ហើយនេះក៏2ខ្វែង2អញ្ចឹង size matrix វាប្រកាសជាចេញមកគឺ2ខ្វែង2ហ្នឹងហើយអូខេអញ្ចឹងអូខេអញ្ចឹងវិធីទី1ហ្នឹងគឺ printing អូខេអញ្ចឹង2ខ្វែង2ខ្ញុំស្គាល់កន្លែងតោះហើយអូខេអូខេអញ្ចឹងនៅពេលដែលអ្នកទាំងគ្នាចង់បាននេះតួទី1ហ្នឹងតួទី1ហ្នឹងអូខេអញ្ចឹងឧទាហរណ៍ថាអ្នកទាំងគ្នាចង់បានឧទាហរណ៍ថាឥឡូវយើងចង់បាន position នេះអូខេposition នេះអញ្ចឹងយើងត្រូវស្គាល់ថា position ហ្នឹងគឺជា position អីគេអញ្ចឹងប្រកាសជា A11 ហ្នឹងមែនទេដូចអូខេតាមដាក់សតថ្មីចុះC ចុះប្រហែល C ព្រោះ A ខ្វែង B វាប្រកាសជាចេញ A ផ្សេងណាអូខេឧទាហរណ៍ C11 ចុះអញ្ចឹងយើងត្រូវយក row អូខេ row ទី1របស់ matrix A អញ្ចឹង row ទី1របស់ matrix A គឺ 42 អូខេយកមកធ្វើ dot product យកមកធ្វើ dot product column ទី1របស់ matrix B វិញអញ្ចឹង column ទី1របស់ matrix B គឺ 32 អូខេអញ្ចឹងដឹងហើយថា dot product ហ្នឹងមិន
x គុណ x y គុណ y ចឹង x គុណ x វា3 4ដងនឹង12ហើយបូកជាមួយនឹង y មក2គុណ2 9ចឹងវា16ចឹង matrix នេះគឺ16 sorry មិនមែន matrix position របស់ matrix នេះគឺ16 C11 ណាដល់ពេលនេះវាមិនមែន C12 មែននេះ position នេះមិន C12 C12 ដោយសារតែវានៅក្នុង row ទី1ប៉ុន្តែ column ទី2ចឹងអ្នកទាំងគ្នាត្រូវយក row ទី1ដដែលហ្នឹងគឺ4 2ដដែលហ្នឹងទៅ scale ណា sorry ទៅធ្វើ dot product ជាមួយនឹងcolumn ទី2 column ទី2របស់ matrix 2 matrix ទី2អញ្ចឹងវា column ទី2គឺ1 4អញ្ចឹងដដែលហ្នឹងគឺ1គុណ4វា4ហើយ4បូកគុណ2វា6អញ្ចឹង6គុណនឹង4 6បូក4វា10អញ្ចឹងណាអញ្ចឹងយើងធ្វើដដែលមកអញ្ចឹងអាហ្នឹងគឺសំខាន់យើងស្គាល់ position យើងចេះហៅ position របស់ matrix មកគឺយើងអាចកណនីបានយើងអាចកណនីមកផលគុណ matrix នឹងបានឥឡូវយើងចូលមកដល់វិធីទី2អញ្ចឹងវិធីទី2វារៀងប្រហែលជាងវិធីទី1ទេប៉ុន្តែឲ្យតែយើងចាំឬក៏យល់តាំងពីដំបូងនេះមកគឺយើងអាចចាប់បានហើយអញ្ចឹងវិធីទី2ហ្នឹងគឺជាការយក column របស់ matrix មកធ្វើហ្នឹងហើយឥឡូវខ្ញុំមាន matrix ដដែលខ្ញុំចង់ដឹងថាវាចេញមកវាដូចគ្នាអត់ទេអញ្ចឹង4 5 2 1ហើយជាមួយនឹង3 2 1 4អញ្ចឹងវិធីនៅក្នុងវិធីទី2នេះគឺយើងត្រូវយក column ប៉ុន្តែ column របស់ matrix ទី2អញ្ចឹងរដ្ឋនេះខ្ញុំមាន A1 ហើយខ្ញុំមាន A2 អញ្ចឹង column របស់ matrix ទី2ហ្នឹងមកធ្វើផលគុណ matrix ទី1ទាំងអស់តែម្ដងអញ្ចឹងនៅពេលណាអូខេអញ្ចឹងចម្លើយនៅពេលដែលយើងយក A1 ទៅគុណជាមួយនឹង A2 គឺវាបាននេះអា matrix ទី1នេះmatrix ទី1វា matrix ទី column ទី2ថ្ងៃ column ទី2អញ្ចឹងយក column ទី2សិនមកគុណជាមួយនឹង whole matrix របស់អា matrix ទី1ហ្មងអញ្ចឹង4 5 2 1អញ្ចឹងអ្នកទាំងគ្នាត្រូវដឹងថាពេលដែលអ្នកទាំងគ្នាគុណអញ្ចឹងទៅវានឹងคล้ายទៅជាពេលដែលយើងដាក់គឺនេះវាคล้ายទៅជា column ទី1របស់ matrix ថ្មីហ្នឹងហើយ column ទី1របស់ matrix ថ្មីអូខេហ្នឹងហើយអញ្ចឹងអូខេយើងដោយសារតែយើងរៀនហើយមែនទេនេះតាំងពីដំបូងដូចថាយើងយក vector យើងចាត់ទុកថានឹងជា vector ចុះហ្នឹងហើយមកគុណជាមួយនឹង matrix ហ្នឹងហើយអញ្ចឹងមានអីពិបាកទេខ្ញុំចូលចិត្តប្រើឬក៏យើងប្រើវិធីទី1ក៏បានយើងប្រើprinting ក៏បានដែរតែខ្ញុំចូលចិត្តប្រើផ្សំនោះជាអញ្ចឹងខ្ញុំដឹងថាវិធីផ្សំនេះថាយក column 4 5ហ្នឹងមកផ្សំបន្ថែមរសជាតិថ្មីហ្នឹងហើយបូកជាមួយនឹង2 1ហ្នឹងហើយ2 1អូខេអញ្ចឹងចំណាយគឺ3 4ដងវា12 12បូក4នេះ3 4ដងនេះគឺ12ហើយបូក4នេះមក2 2ដង4 12បូក4វា16អញ្ចឹងនេះគឺលេខ16អូខេហើយដល់ពេលនេះ3 5ដង15 2ម្ដង2អញ្ចឹង15បូក2វា10អញ្ចឹងយើងមើលឃើញថានេះឃើញទេA11 ដូចគ្នាទេមែនទេអូខេដល់ពេល column ទី2គឺនេះយក column ទី2មក column ទី2 1 4មកគុណជាមួយនឹង matrix ទាំងអស់នៃ matrix ទី1អញ្ចឹងវា4 4 5 2 1អូខេអញ្ចឹងដដែលហ្នឹងគឺយើងយក column ទាំងអស់ column វាមកផ្សំរសជាតិថ្មីអ្នកទាំងនេះបាច់សរសេរតាមខ្ញុំអញ្ចឹងទេខ្ញុំសរសេរយល់ទេអូខេ1 4ដង4 1 4ដង4 4 2ដង8អញ្ចឹង8បូក4វា12អូខេអញ្ចឹងហ្នឹងគឺនៅ column ទី2នេះអញ្ចឹងវាអានេះមិនមែន12អូខេអានេះ1 5ដង5 4 1ដង4អញ្ចឹង5បូក4វា9អូខេហ្នឹងហើយអញ្ចឹងហ្នឹងគឺគេហៅថាការកណនា matrix ផលគុណ matrix ដោយប្រើ column របស់ matrix ហ្នឹងហើយអញ្ចឹងពេលដែលយើងមានការកណនា column matrix ការកណនាផលគុណ matrix ដោយប្រើ column យើងក៏មាន row ដូចគ្នាអញ្ចឹង row គឺមានពិបាកទេ row ក៏ដូចគ្នាអញ្ចឹងតែគ្រាន់តែយក row ទី1របស់ matrix យក row របស់ matrix ទី1វិញយកទៅគុណជាមួយនឹង whole matrix របស់ matrix ទី2អញ្ចឹងអាហ្នឹងគឺវាបញ្ជាក់គ្នាណាពេលដែល column គឺយើងយក matrix ទី2មកធ្វើតែដល់ពេល row គឺយើងយក row របស់ matrix ទី1មកធ្វើវិញអូខេអញ្ចឹងលុបចោលអូខេអញ្ចឹងយើងចូលដល់វិធីទី3អូខេអញ្ចឹងវិធីទី3ខ្ញុំមាន matrix ដែរចុះ A1 ស្មើនឹង4 5 2 1 4 5 2 1ជាមួយនឹង matrix A2 ស្មើនឹង3 2 1 4អូខេអញ្ចឹងហ្នឹងហើយយើងយក row ទី1 sorry row របស់ column ទី1របស់ matrix ទី1យកទៅគុណជាមួយនឹង matrix ទាំងអស់របស់ matrix ទី2ជាមួយអញ្ចឹងពេលដែលយើងយក row អូខេ row 1គឺ4 2ហ្នឹងហើយ4 2ទៅគុណជាមួយនឹង matrix ទាំងមូលគឺ3
2 1 4ចឹងពេលដែលយើង produce ចេញមកគឺ produce ចេញ row នឹងដែរប៉ុន្តែដោយសារយើងយក row ទី1ចឹងប្រកាសជាចេញ row ទី1មកហើយអូខេប្រកាសជាចេញ row ទី1មកហើយចឹងអូខេចឹងអ្នកនេះអាចធ្វើតាមស្អីក៏បានដែរដូចខ្ញុំនិយាយចឹងថាពេលដែលយើងចេះវិធីទី1ហើយតាមពិតវិធីទី1ហ្នឹងគឺស្រួលជាងគេគ្រាន់តែយើងស្គាល់ position របស់វាហើយយើងឲ្យដាក់តែម្ដងប៉ុន្តែខ្ញុំចង់រំលឹកមួយទៀតដែលត្រង់ថាពេលដែលយើងយក column មកធ្វើគឺបានន័យថាវាជា combination នៃ column អញ្ចឹងនៅពេលដែលយើងយក row មកធ្វើក៏វាជា combination មួយរបស់ row ដែរដើម្បីបង្កើតទៅជា row ថ្មីអញ្ចឹងបានន័យថានេះខ្ញុំធ្វើតាមមនុស្សហ្នឹងដើម្បីរំលឹកខ្ញុំធ្វើតាមវិធីនេះដើម្បីរំលឹកប្រាប់អ្នកនរគ្នាត្រង់ចំណុចហ្នឹងអញ្ចឹងណាអញ្ចឹងវាជា combination របស់ row នៃ matrix ទី2នេះអញ្ចឹង matrix ទី2គឺមាន row 3 1ហើយនិង2 4តែយើងយកមកផ្សំគ្រឿងទៅតាម vector នេះ vector 4 2នេះអញ្ចឹងគឺយើងបាន4 3 1អូខេបូកជាមួយនឹង2 2 4ហ្នឹងអញ្ចឹងអាហ្នឹងវាប្រៀបដូចជា4 3 1បូកជាមួយនឹង2 2 4ហ្នឹងហើយយើងអាចផ្សេងចេះបានដែរមែនទេហ្នឹងហើយអញ្ចឹងយើងគុណមកពី4 3ដងវា12បូកជាមួយនឹង4អញ្ចឹងវាទៅជាមែនវាទៅជា16មែនទេអញ្ចឹងនេះយើងពេញមក16នេះ4ដងវា4 2 4ដងវា8អញ្ចឹង8បូក4វា12អញ្ចឹងឃើញវាបាន row ទី2 row ទី1នេះគ្នាដែរចំពោះ row ទី2ហ្នឹងហើយ5 1អញ្ចឹងពេលដែលចេញមកគឺចេញ row ទី2 5 1អញ្ចឹងយកទៅគុណជាមួយ matrix ទាំងអស់នៃ matrix ទី2គឺ3 2 1 4អញ្ចឹងហ្នឹងហើយដូចខ្ញុំនិយាយមិញអញ្ចឹងគឺយើងផ្សំ row ចូលគ្នាវិញដើម្បីបង្កើត row ថ្មីអញ្ចឹងវា3 1ជាមួយនឹងលេខ5បូកជាមួយនឹង1ជាមួយនឹង2 4អូខេយើងអាចសរសេរបញ្ឈរទៅដើម្បីងាយស្រួលតែខ្ញុំត្រឡប់ទៅអញ្ចឹង5 3 ដង15បូកជាមួយនឹង2វា7 17អូខេទៅពេល5 ម្ដង5បូក4វា9អញ្ចឹងវាដូចទៅនឹង matrix ចាស់ដែលយើងធ្វើតាមវិធី column ហ្នឹងដែរហ្នឹងហើយអូខេបន្តិចទៀតយើងនឹងចូលដល់ matrix ថ្មីវិធីគុណមួយទៀតហ្នឹងហើយវិធីគុណមួយបែបទៀតដែលជាវិធីគុណមួយដែលខ្ញុំគិតថាវាស្រួលជាងគេបំផុតហើយខ្ញុំចូលចិត្តអាហ្នឹងជាងគេហ្នឹងហើយគឺការដែលយើងបែក matrix ទាំងអស់ជា matrix ទូចវិញហ្នឹងហើយ matrix ធំហើយយើងមាន matrix ធំដែលយើងបែកជា column ជា row វិញហ្នឹងគឺជាវិធីទី4ជា piece ហ្នឹងជាការបំបែក matrix ទាំងមូលទៅជា pieces ហើយយើងធ្វើអញ្ចឹងវិធីទី4នេះគឺតម្រូវឲ្យអ្នកទាំងអស់គ្នាបំបែក matrix ទៅជា column ហើយនិង row គេគាត់ថាយើងមាន4 5 2 1គុណជាមួយនឹង A2 A1 3 2 1 4អូខេអញ្ចឹងអូខេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចាំថាអ្នកទាំងអស់គ្នាត្រូវបំបែក matrix ទី1ទៅជា column ហើយ matrix ទី2ទៅជា row ហើយលេខរៀង column និង row វាត្រូវ match គ្នាហ្នឹងហើយអញ្ចឹង A1 គុណជាមួយនឹង A2 វាទៅជាហើយបន្តមកពេលយើងនេះហើយយើងយកមកបូកចូលគ្នាអូខេអញ្ចឹងអានេះវាមិន column អញ្ចឹង column matrix ទី1គឺ4 5ហើយទៅពេល row នៃ matrix ទី2គឺ3 1ហើយបូកជាមួយនឹងcolumn ទី2នៃ matrix ទី1គឺ2 1បូកជាមួយនឹង row ទី2 2 4ហើយវិធីគុណគឺស្រួលទៀតគឺចាប់តាក់ហ្មងអញ្ចឹងយើងដឹងហើយថានេះវា8 4ដងវាមិន12ហើយយើងយកនេះគុណជាមួយនេះហើយយើងយកនេះគុណជាមួយនេះទៀតអញ្ចឹង4ដង4 5 3ដង15 5ដង5អញ្ចឹង2គុណ2 4 4 2ដង8 2ដង2 4ដង4ហើយយើងយកហ្នឹងមកបូកចូលគ្នាហើយទៅពេលវិធីបូកមកតិចគឺងាយនេះគឺយកធាតុរបស់វាបូកចូលគ្នាឲ្យត្រូវតាម position វាមកអញ្ចឹងនេះ16នេះ12នេះ17នេះមិន9ឃើញទេអញ្ចឹងគឺងាយមែនតើហ្នឹងហើយលឿនទៀតនៅពេលដែលយើងគុណ matrix ដែលមាន size ធំអីហ្នឹងអញ្ចឹងហេហ្នឹងគឺជាវិធីគុណ matrix គឺវាមានតែប៉ុណ្្នឹងទេហើយអ្វីដែលយើងគួរដឹងពី matrix នោះគឺ matrix គឺអត់មានភាពច្រាស់ទេហ្នឹងហើយអូមកថាយើងមាន AB យើងយក matrix A គុណ matrix B គឺខុសពី matrix B គុណជាមួយនឹង matrix A អញ្ចឹងគឺវាមានអត់មានភាពច្រាស់ទេបាទនេះថាមិនវិធីគុណអត់មានច្រាស់ទេមែន matrix អត់មានច្រាស់ទេសម្រាប់វិធីគុណអត់មានច្រាស់ដូចជាទេអូ2គុណ3ស្មើនឹង3គុណ2អត់ទេចំពោះ matrix គឺអត់ទេហ្នឹងហើយមួយទៀតគឺចំនួន operations ដែលយើងនឹងត្រូវគុណហ្នឹងហើយដើម្បីឲ្យចេញចម្លើយហ្នឹងគឺស្មើនឹងប្រហែលយើងមាន matrix mn ជាមួយនឹង np ហើយយើងយកមកគុណចូលគ្នាយក matrix 2ហ្នឹងមកគុណចឹងចំនួន operation ដែលយើងត្រូវគុណដើម្បីចេញចម្លើយហ្នឹងគឺស្មើនឹង m គុណជាមួយនឹង n គុណជាមួយនឹង p ហ្នឹងហើយហ្នឹងពី facts របស់ matrix វិធីគុណ matrix ហ្នឹងហើយចំពោះផ្សេងទៀតខ្ញុំគិតថាអ្នកនរគ្នាអាចយល់បានខ្ញុំមិនចាំបាច់នេះទេ
inverse matrix អីហ្នឹងខ្ញុំគិតថាមិនចាំបាច់ធ្វើទេសំខាន់គឺវិធីគុណអូខេអញ្ចឹងបើមានចំណុចអាចសួរបាទអរគុណច្រើន